ជំរាបសួរបងប្អូនទាំងអស់គ្នាខ្ញុំសូមណែនាំពីកន្លែងកាទៀវឆ្ងាញ់កន្លែងតម្លៃមួយចាន6000ទេនិយាយពិសេសវិញគឺថាច្រើនដំណងហើយបន្លែយើងអាចកម្មង់គាត់បានតាមចិត្តកន្លែងគាត់លក់យូរឆ្នាំហើយគឺកាទៀវទូតាឯងគឺពេលព្រឹកគាត់មានលក់បាយអញ្ចឹងណាងាយឡើងមិនគាត់លក់កាទៀវសម្រាប់បងប្អូននៅខាងបាត់ដំបងគាត់ងាយរកទៅផ្លូវហ្នឹងអញ្ចឹងខ្ញុំថតនេះគឺខ្ញុំបានខ្ញុំអត់ទីតាំងច្បាស់លាស់អីទេសិនបងប្អូនដែលចូលចិត្តញ៉ាំអីពេលយប់ចង់ញ៉ាំជាលក្ខណៈก๋วยเตี๋ยวអីគាត់ដឹងថាកន្លែងណាឆ្ងាញ់អាចអញ្ជើញទៅកន្លែងគាត់បានก๋วยเตี๋ยวទួលតាឯងឃើញបងប្អូនមើលទៅពេលខ្ញុំដាក់មកតេសទៅគឺថាដឹងតែតំណងប៉ុណ្ណាបើនិយាយពីរសជាតិវិញគឺឆ្ងាញ់យើងមិនដាក់ថែមអីក៏បានដែរសម្រាប់អ្នកដែលគាត់ចូលចិត្តអាហារសាបគឺយើងដាក់តែម្ទេសគល់ឆ្មាហើយតែបើថាអ្នកចូលចិត្តរសជាតិដិតយើងថែមតិចទៀតទៅតែបើថារសជាតិវិញខ្ញុំទលេឲ្យគឺឆ្ងាញ់សាច់ក៏ច្រើនដែរសម្រាប់អ្នកដែលចូលចិត្តញ៉ាំសាច់ចឹងមួយចាន6000ទេទីតាំងលម្អិតខ្ញុំដាក់នៅពេលក្រោយនៅវីដេអូក្រោយអរគុណ